ពេលដែលមានក្រុមការងារមកពីបរទេសមកធ្វើ exchange program នៅស្ថាប័នឧទាហរណ៍មកឲ្យស្ថាប័នចែករំលែកបទពិសោធន៍ការងាររបស់ខ្លួនជាទូទៅខាងស្ថាប័ននឹងចាត់ឲ្យមានអ្នកប្រមូលព័ត៌មានពីក្រុមការងារដែលមកធ្វើ exchange program ដែលអាចហៅថាអ្នកសម្របសម្រួលឬ focal person តើព័ត៌មានអ្វីខ្លះដែលត្រូវប្រមូលជាធម្មតាខាងក្រុមការងារបរទេសនឹងមានព័ត៌មានសង្ខេបពីអ្នកដែលមកចូលរួមតែខាងស្ថាប័នក៏ត្រូវមានក្រដាសសម្រាប់ចុះវត្តមានដែរសម្រាប់ទុកជាឯកសារផ្ទាល់ខ្លួននៅក្នុងក្រដាសចុះវត្តមានក្រៅពីឈ្មោះនិងហត្ថលេខាគួរមានចន្លោះសម្រាប់ឲ្យបំពេញតួនាទីដែលផ្ដោតសំខាន់លើនរណាជាប្រធានដឹកនាំក្រុមនរណាជាអនុប្រធានដឹកនាំក្រុមនិងនរណាជាអ្នកបកប្រែហើយទាំង3អ្នកនេះជាអ្នកដែល focal person គួរមានសារអេឡិចត្រូនិកឬលេខទូរស័ព្ទសម្រាប់រក្សាទំនាក់ទំនងបាននិយាយពីទំហំការងារតាមភាពជាក់ស្ដែងមានតែប៉ុណ្្នឹងទេប៉ុន្តែបើសិនជា focal person អាចពង្រីកទំហំការងាររបស់ខ្លួននោះជាការប្រសើរតើពង្រីកទំហំយ៉ាងម៉េច Focal person អាចស្វែងរកព័ត៌មានបន្ថែមរបស់ក្រុមការងារបរទេសទាំងរបស់ប្រធានដឹកនាំក្រុមអនុប្រធានដឹកនាំក្រុមអ្នកបកប្រែនិងសមាជិកដូចជាប្រវត្តិរូបសង្ខេបប្រវត្តិការងារគណនីបណ្ដាញសង្គមនានារបស់ពួកគេរួចហើយរៀបចងក្រងជាឯកសារភ្ជាប់ជាមួយនឹងរបាយការណ៍និងឯកសារពាក់ព័ន្ធនឹង Exchange Program អត្ថប្រយោជន៍មួយនៃការពង្រីកទំហំការងារនេះគឺដើម្បីងាយស្រួលតាមដាននិងធ្វើបច្ចុប្បន្នភាពលើការងារ Exchange Program និងការងារពាក់ព័ន្ធផ្សេងៗទាំងពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោល